គេថាឆ្ងាញ់យងចេកប៉ុន្តែតអស់មាន់មិនយងចេកឆ្ងាញ់វាជារឿងប៉ាត់គេថាដុតមាន់ជាមួយនឹងយងចេកឆ្ងាញ់ណាស់និយាយទៅយងចេកឡងផ្អែមអញ្ចឹងណាបងប្អូនតាមពិតទៅមកពីអស់មាន់ទេបានយងចេកឆ្ងាញ់ថ្ងៃនេះគឺខ្ញុំមកធ្វើមាន់ដុតយងចេកមាន់3យងចេកក៏3ដែរប៉ុន្តែចុងក្រោយអស់មាន់មុនហើយយងចេកអស់តាមក្រោយតែបើសួរថារសជាតិមិនដែរគឺឆ្ងាញ់ខ្លាំងហើយថ្ងៃនេះគឺខ្ញុំដុតលាយជាមួយនឹងកូកាអញ្ចឹងណាបងប្អូនឆ្ងាញ់តិចអីយើងដុតជាមួយនឹងមាន់ស្រែបងប្អូនមាន់ស្រែស្រុករបស់ខ្ញុំបងប្អូនថ្មីជ្រើងហ្មងណាយងចេកតែគេដុតតាមពិតកាត់ខុសហើយខ្ញុំឲ្យមិត្តភក្តិគាត់កាត់ហើយគាត់អត់ដឹងថាកាត់មិនអីចឹងទៅគាត់ក៏កាត់ជាកង់អញ្ចឹងតាមពិតគេពុះជា2ជា4វែងអញ្ចឹងបងប្អូនបើអត់មានយងចេកយើងប្រើជាមួយនឹងស្ពៃក្តោបជំនួសក៏បានដែរប៉ុន្តែសម្រាប់ខ្ញុំគឺខ្ញុំចូលចិត្តជាមួយនឹងយងចេកជាងហើយមាន់មុននឹងដុតហ្នឹងក៏ខ្ញុំលាបជាមួយនឹងប្រេងខ្យងបន្តិចដែរអញ្ចឹងណាហើយសម្រាប់គល់ក្រៃនេះវិញគឺយកទៅញាត់ចូលសាច់មាន់ដើម្បីកុំឲ្យវាឆ្អាបវាអីអញ្ចឹងណាបងប្អូនហើយស្លឹកគ្រៃវិញតាមពិតទៅគេដាក់នៅក្រោមមាន់ទេដើម្បីឲ្យវាឈ្ងុយអញ្ចឹងណាប៉ុន្តែខ្ញុំដាក់លើជិលញ៉ៃទៀតប្រញាប់ទៅជាងការ៉ាអូខេហើយម៉ាក់ខ្ញុំគាត់បុកជាមួយនឹងខ្ទឹមក្រហមយកទៅដាក់ទៀតគាត់ថាធ្វើអញ្ចឹងទៅឲ្យមាន់យើងផ្អែមដាក់ដុតមាន់ចោលខ្ញុំមកបុកទឹកត្រីកោះកុងអូថ្ងៃនេះអែមមែនតែនបានម្ទេសអាចសាត់យកមកបុកទឹកត្រីកោះកុងអូបងប្អូនឆ្ងាញ់ណាស់បងប្អូនសមាជិកផ្ទះខ្ញុំច្រើនអញ្ចឹងខ្ញុំបុករៀងច្រើនដែរចាដាក់ស្ករ3សភាបញ្ចេញ1សភាហើយបុកមកម្ទេសនិងខ្ទឹមហ្នឹងគឺថាច្រើនមែនតែនយើងបុកចូលគ្នាឲ្យម៉ត់មកបើបានជីវ៉ាន់ស៊ុយទៀតដូចជាអែមប៉ុណ្ណាទេបងប្អូនយើងបុកឲ្យវាម៉ត់ចេះមកយើងដាក់ជាមួយនឹងទឹកត្រីដាក់ទឹកត្រីហើយយើងដាក់ទឹកក្តៅចូលបន្តិចឬក៏ទឹកដាំពុះក៏បានដែរចូលបន្តិចមកកុំដាក់ច្រើនពេកដើម្បីវាមានជាតិខាប់អញ្ចឹងហើយយើងមានជាមួយនឹងក្រូចឆ្មាក្រូចអីអញ្ចឹងមកអូនិយាយពីថាឆ្ងាញ់ណាស់បងប្អូនអើយហូបជាមួយនឹងមាន់ស្រែដុតយើងអើយឡើងអែមអ្នកផ្ទះខ្ញុំមកចូលចិត្តហូបម្ទេសណាតិចថាបុកអញ្ចឹងអត់មានអ្នកចេះហូបនិយាយទៅទាំងក្មេងទាំងចាស់ចេះហូបម្ទេសទាំងអស់ខ្ញុំនិយាយមែនឲ្យតែបានហូបរបស់ឆ្ងាញ់ខ្ញុំនឹកប្តីខ្ញុំណាពិសេសជាងគេមាន់ដុតមាន់អីហ្នឹងគឺថាគាត់ចូលចិត្តណាស់ជាមួយទឹកត្រីកោះកុងដាក់ដុតមាន់ចោលបុកទឹកត្រីកោះកុងហើយមកជាងក្រៅអូខេអីយើនិយាយថាឈើតបានមកផ្លែតមាន់ខ្លាចអស់លេងសំណាងហើយមានយងចេកនៅក្រោមមាន់កុំអីមាន់ខ្ទេចអស់ហើយបងប្អូនអើយចំណែកយងចេកវិញឡើងខ្លោចឥឡូវយើងប្រែមាន់ហើយយើងចាប់ផ្ដើមដួសយងចេកចេញអញ្ចឹងណាបងប្អូនយងចេកយើងឡើងរៀងខ្លោចតិចតែវាតុនល្មមហូបបកអាខ្លោចចេញទៅអាខាងក្នុងតុនល្មមហូបហើយតែណាគេដូចគ្រួសារម៉ាក់ប៉ាខ្ញុំខ្លះនិយាយទៅគឺថាសមាជិកច្រើនមែនតើជិត20នាក់ធ្វើម្ហូបម្ដងមានអារម្មណ៍ថាដូចមានកម្មវិធីអីជួបជុំគ្នាអញ្ចឹងតាមពិតតាមមួយគ្រួសារទៅធំ4 10នាក់ហើយក្មេងៗវិញឡើង7 5 6នាក់ជុំគ្នាម្ដងស្មើនឹងកម្មវិធីមួយកំពុងតែកាត់តវីដេអូនេះហៀទឹកមាត់ច្រោកទៀតហើយបងប្អូនអើយហើយនឹកចង់ហូបទៀតមើលចាំពេលប្តីខ្ញុំមកធ្វើហូបជុំគ្នាទៀតប្តីខ្ញុំមិនដឹងគាត់សុបាយចិត្តយ៉ាងណាទេបានហូបមាន់ដុតស្រែចេះតែខ្ញុំយកមាន់កសិកម្មយកមកដុតហ្នឹងគាត់ថាឆ្ងាញ់ចឹងអីមុំទៅបានមាន់ស្រែទៀតនឹងអែមប៉ុណ្ណាបងប្អូនមកអញ្ជើញឆ្ងាញ់ទាំងអស់គ្នាមាន់យើងឆ្អិនហើយបងប្អូនកន្លែងទៅរំខ្លោចមួយជាហៀងកំបងខ្ញុំទៅតន់អីចប់មាន់យើងសុំថតមួយម៉ាត់ណាមាន់ស្រែបងប្អូនមកអញ្ជើញឆ្ងាញ់ទាំងអស់គ្នាណាអែមពោះអូយខ្ញុំភ្លេចថតយងចេញបងប្អូនគេថាឆ្ងាញ់យងចេកប៉ុន្តែតអស់មាន់មិនយងចេកឆ្ងាញ់ឆ្ងាញ់